ធម្មតាមនុស្សអួតមិនអាចជាទីពេញចិត្តជាទីជ្រះថ្លារបស់អ្នកដទៃបានទេណាកុំអួតទៀតអួតហ្នឹងគឺយើងចង់លើកខ្លួនយើងឲ្យក្រាន់បើតែតាមពិតអន់នឹងអាអួតនឹងបដ ហើយចឹងនឹងឯងវាផ្ទុយគ្នាហ្មងបើកុំអួតក្រាន់ទៅវិញចឹងវាផ្ទុយគ្នាអញ្ចឹងជាក់ស្ដែងភ្លាមអញ្ចឹងដូច្នេះរឿងអំពើប្រព្រឹត្តរបស់មនុស្សយើងគង់តែគេដឹងទេប៉ុន្តែក្នុងចិត្តរបស់យើងក៏មិនចាំបាច់បង្អួតបង្អអ្នកដទៃទៀតហើយមិនចាំបាច់ចង់បង្អួតក្រាន់អីទៅទេឲ្យតែវាក្រាន់បើសម្រាប់ខ្លួនយើងម្នាក់ឯងរក្សាចិត្តឲ្យបានសុខតែខ្លួនឯងនឹងអញ្ចឹងទៅតាមព្រះអរិយបុគ្គលដែលលោករួចផុតចាកទុក្ខទៅហើយណោះយើងយកគុណស្អីទៅប្រៀបនឹងព្រះអរិយនោះបន្តិចបន្តួចចង់មកបង្អួតបង្អហើយបិទបាំងនៅអំពើស្មោកគ្រោកអីក៏តែមានដែរសភាពនៃបាបអីហ្នឹងចង់បិទបាំងបង្អួតតែរឿងល្អស្បែកក្រៅឲ្យអ្នកដទៃហ្នឹងជារឿងមេយាលៈពុតសាថាយៈអំនួតអួតអាងរបស់បឋិជនងងខ្លៅអញ្ចឹងគឺជាភ័យហ្នឹងជារណ្ដៅចឹង